ព្រះមហាមកុដដែលបាត់សូនឆឹងអស់រយៈពេលជាង50ឆ្នាំបានលេចរូបរាងឡើងសារជាថ្មីในថ្ងៃអវិហមង្គលការរបស់ព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូយ៉ាព្រះរាជពិធីអវិហមង្គលរបស់ព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូយ៉ាទើបតែបានបញ្ចប់ទៅយ៉ាងរលូនថ្មីនេះដោយព្រះអង្គបានយកប្រតិទុកដាក់កិត្តគូយ៉ាងល្អិតល្អន់ក្នុងការរៀបចំយ៉ាងម៉ត់ចត់ទៅតាមប្រពៃណីទំនៀមទម្លាប់បុរាណរាជបវិន័យខ្មែរលើពីនេះអ្វីដែលគួរជាទីកត់សម្គាល់ខ្លាំងនោះគឺការលេចរូបរាងឡើងសារជាថ្មីនៃព្រះមហាមកុដដែលបានបាត់សូន្យឆឹងអស់រយៈពេលជាង50ឆ្នាំព្រះមហាមកុដនោះគឺជាព្រះមហាមកុដរបស់សម្ដេចព្រះមហាក្សត្រយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនាដែលធ្វើនៅទីក្រុងនីសនៃប្រទេសបារាំងព្រះអង្គបានគ្រងនៅក្នុងថ្ងៃបុណ្យព្រះបរមរាជាភិសេករបស់ព្រះអង្គនៅក្នុងឆ្នាំ1956ក្រោយមកព្រះមហាមកុដនេះបានបាត់សូន្យឆឹងដោយរបៀបណាពុំមាននរណាម្នាក់បានដឹងឡើយប៉ុន្តែយោងតាមឯកសារមួយចំនួនយើងបានត្រឹមសន្និដ្ឋានថាព្រះមហាមកុដនេះបាត់ទៅនៅពេលរាជសារមន្ទីរត្រូវបានពួកសាធារណរដ្ឋនិយមនៃលោកសេនាប្រមុខលន់នល់ជួយយកវត្ថុប្រសាលើសគេអស់ជាច្រើននៅក្នុងឆ្នាំ1970ដល់ឆ្នាំ1975មូលហេតុអ្វីបានជាព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូយ៉ាខិតខំស្រាវជ្រាវបង្កើតព្រះមហាមកុដនេះឡើងវិញតើលោកទាំងពីរមានទំនាក់ទំនងគ្នាបែបណាសម្ដេចព្រះមហាក្សត្រយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនាដែលជាសម្ដេចព្រះរាជអគ្គមហាសីនៃព្រះបាទសម្ដេចនរោត្តមសុរាម្រិតត្រូវជាព្រះមាតាបិតានៃព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុដែលព្រះរាជបុត្រារបស់ព្រះអង្គគឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនិងព្រះអង្គម្ចាស់នរោត្តមចក្រពង្សព្រះអង្គគឺជាព្រះបិតារបស់ព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូយ៉ាសរុបមកវិញព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូយ៉ាគឺជាព្រះនតាទូតផ្ទាល់នៃសម្ដេចព្រះមហាក្សត្រយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនាព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូយ៉ាមានទំនោរសប្បុរសជាខ្លាំងទៅលើវត្ថុបុរាណនិងប្រវត្តិសាស្ត្រហើយព្រះអង្គពិតជាមានសេចក្តីនឹករលឹកនៅព្រះមហាករុណាធិគុណចំពោះសម្ដេចលួងយីទួតរបស់ព្រះអង្គទើបព្រះអង្គខិតខំស្វែងស្រាវជ្រាវបង្កើតព្រះមហាមកុដសារជាថ្មីនេះឡើងវិញទន្ទឹមនឹងនេះហាងពេជ្រ Princess អលង្ការដែលជា brand កូនខ្មែរពិតជាមានមោទនភាពនិងកិត្តិយសជាខ្លាំងដែលបានរួមចំណែកជាមួយព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូយ៉ាក្នុងការខិតខំស្រាវជ្រាវនិងបង្កើតឡើងវិញលេចចេញនៅរូបរាងព្រះមហាមកុដសារជាថ្មីដែលព្រះមហាមកុដនេះបានឆ្លងលើព្រះកេសារបស់លោកនាថ្ងៃព្រះរាជពិធីអវិហមង្គលការរបស់ព្រះអង្គមិនតែប៉ុណ្ណោះព្រមទាំងបានបើកឱកាសឲ្យកូនខ្មែរគ្រប់រូបបានឃើញនិងបានស្គាល់ព្រះមហាមកុដដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះនិងបន្សល់ទុកជាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រថែមទៀតផង